មកថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបចាក់ strawberry តូចៗណាបើដូរពណ៌បន្តិចទាំងអស់គ្នាអាចយកទៅធ្វើជាក្រូចបានជាមួយនឹងអំបោះ4សរសៃមកចូលលេខ2កន្លះមីលីម៉ែត្រដោយរាល់ដងអញ្ចឹងយើងពណ៌អំបោះជារង្វង់ខ្ញុំធ្វើយឺតម្ដងទៀតសម្រាប់អ្នកដែលមើលវីដេអូខ្ញុំពីមុនមកសកមកចូលទៅក្នុងរង្វង់ហើយតាក់អំបោះឡើងខ្ញុំឲ្យមើលពីខាងមុខចាំបើទាំងអស់គ្នាពណ៌អំបោះមកចេញបែបហ្នឹងមានន័យថាទាំងអស់គ្នាពណ៌ត្រូវហើយបន្តមកទាំងអស់គ្នាចាក់កន្ទុយកណ្ដុរមួយសិនដើម្បីឲ្យវាជាប់នៅក្នុងរង្វង់ហ្នឹងណាហើយយើងដកដៃចេញបានបន្ទាប់មកយើងចាក់កន្ទុយកណ្ដុរឡើងថែម2ទៀតអញ្ចឹងសរុបទាំងអស់យើងមាន3ចាក់ double crochet ដែលខ្មែរយើងហៅថាបកគោលលបងហ្នឹងចូលទៅក្នុងរង្វង់ចាក់ strawberry នេះទាំងអស់គ្នាកុំទាន់អាចទាញផ្ចិតរង្វង់ណាម្ដងទៀតបើទាំងអស់គ្នាមើលអត់ទាន់ជាដំបូងយើងពត់អំបោះមួយសិនបន្ទាប់មកយើងសុកអំបោះចូលទៅក្នុងរង្វង់ហើយយើងតាក់អំបោះឡើងមកវិញនៅត្រង់កន្លែងនេះទាំងអស់គ្នានឹងឃើញមានអំបោះ3សរសៃនៅក្នុងម្ជុលបន្ទាប់មកយើងតាក់ផ្ដាច់2នៅសល់2នៅក្នុងម្ជុលយើងតាក់ផ្ដាច់បញ្ចប់ហើយនៅកន្លែងនេះយើងមានកន្ទុយកណ្ដុរដែលយើងបានចាក់ហើយនឹង double crochet 2ទាំងអស់គ្នាចាក់ double crochet ថែមចំនួន7ទៀតមកដើម្បីឲ្យវាមានគ្រប់ចំនួន9បើរាប់ជាមួយនឹងកន្ទុយកណ្ដុរដែលយើងបានចាក់ទាំងអស់យើងមាន10ណាពណ៌ក្រហមយើងចាក់តែប៉ុណ្្នឹងហើយយើងចាក់កន្ទុយកណ្ដុរឡើងមួយដើម្បីផ្ដាច់អំបោះយកពណ៌បៃតងមកគួចហើយការគួចនេះបងប្អូនអាចគួចដោយដៃធម្មតាដូចយើងគួចខ្សែទូទៅក៏បានដែរគួចឲ្យវាមានរង្វង់ដើម្បីចាក់តបងប្អូនចាក់ចូលទៅក្នុងប្រឡោះខាងលើនៃ double crochet យើងមកហើយតាក់យកពណ៌បៃតងឡើងមកវិញយើងទប់ចុងអំបោះដើម្បីកុំឲ្យតំណដែលវានៅខាងក្រោយហ្នឹងវាលៀនមកខាងមុខអត់សូវស្អាតណាបន្ទាប់មកចង់គ្នាធ្វើដូចដើមអញ្ចឹងសកមកចូលទៅក្នុង double crochet ហើយតាក់អំបោះពណ៌បៃតងឡើងគ្រប់ចំនួន double crochet ដែលយើងមានទាំងអស់យើងមាន double crochet ចំនួន9អញ្ចឹងពណ៌បៃតងហ្នឹងយើងក៏មាន9ដូចគ្នាជាចុងក្រោយទាំងអស់គ្នាតាក់អំបោះផ្ដាច់ទាំងអស់តែម្ដងប៉ុណ្ណឹងអត់ទាន់ចប់ទេចាក់កន្ទុយកណ្ដុរមួយដើម្បីឲ្យវាក្តោបចូលគ្នាចាក់កន្ទុយកណ្ដុរឡើងមួយដើម្បីផ្ដាច់វាអញ្ចឹងកន្លែងនេះយើងចាក់កន្ទុយកណ្ដុរចំនួន2ដងណាប៉ុណ្ណឹងទាំងអស់គ្នាកាត់អំបោះបានហើយសារ៉េធ្វើម៉េចញាត់ចុងអំបោះចូលទៅក្នុងប្រឡោះហ្នឹងឲ្យអស់មកប៉ុន្តែកុំភ្លេចទុកចុងអំបោះពីក្នុងរង្វង់ដែលយើងបានចាក់ពីដំបូងហ្នឹងដើម្បីទាញវាតែប៉ុណ្្នឹងមករួចជាការស្រេចទាំងអស់គ្នាអាចយកទៅបិទទៅលើអីដែលអ្នកគ្នាចង់បិទមកក៏បានដែរលើកាបូបលើតុក្កតាលើអីផ្សេងទៀតណាសម្រាប់បងដែលចង់បានសម្ភារៈយកទៅរៀនចាក់ឬមួយក៏យកទៅចាក់ហ្មងគឺខ្ញុំមានគ្រប់មុខណាបងអាចចូលទៅក្នុង page ខ្ញុំហើយចូលទៅក្នុងអាល់ប៊ុមរូបភាពមួយអាចមើលពីអីវ៉ាន់បានខ្លះមានតម្លៃលើរូបស្រាប់បងឲ្យខ្លះទៀតមាននៅលើ caption ចាំបងចង់បានអីបងអាចចូលឆាតបានណា